សួស្តីអ្នកនរគ្នាថ្ងៃនេះជួបជាមួយ admin ដៃថ្មីវីដេអូថ្មី channel ថ្មីហើយសម្លេងក៏ថ្មីដែរតែថ្ងៃនេះ admin លើកយករឿងថ្មីមួយដែលមានចំណងជឿថា High Force ដែលយើងពីបរិយារស់ដល់សង្ហារបស់យើងដែលជួយសង្គ្រោះនៅលើយើងផងហើយនេះជាវីដេអូដំបូងរបស់ admin អញ្ចឹងសង្ឃឹមថាអ្នកនរគ្នាមិនរំពឹងហើយជួយគ្រប់គ្រងផងអញ្ចឹងសូម complete ធ្វើការចុច like subscribe និង comment ដើម្បីឲ្យ admin មានទឹកចិត្តធ្វើវីដេអូបន្តទៀតតែបើក្បាលរឿងមកយើងក៏បានឃើញគ្រួសារមួយកំពុងតែឆ្លោះប្រកែកគ្នាហើយបើយើងកន្លែងទៅមើលកូនវិញគឺគាត់មិនពេញចិត្តនឹងកាយវិការរបស់ឪពុកនោះទេដោយសារតែភាពឈឺឆាវរបស់តួប្រុសបានបាក់ឡានមិនបានមើលស្ដាប់មើលឆ្វេងបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលធ្វើឲ្យកូនស្រីរបស់គាត់ពិការភ្នែកបន្តមកទៀតគ្រួសាររបស់គាត់រស់នៅក៏លែងជួបគ្នាហើយកូនស្រីរបស់គាត់ក៏លែងចង់ឮសំឡេងរបស់គាត់ទៀតដូច្នេះពួកគាត់ក៏បានសម្រេចចិត្តលែងលះគ្នាចាប់ពីពេលនោះមកតែស្អីរឿងយើងក៏បានកាន់មកដល់បច្ចុប្បន្នវិញដែលយើងឃើញថាកេនយោរបស់ Hongchu Airlines បានធ្វើសន្និសីទកសាអំពីការពង្រីកជើងហោះហើរដំបូងរបស់គាត់ដែលបានកែប្រែបទពិសោធន៍ក្នុងការហោះហើរដូចជាការរស់នៅក្នុងស្ថានភាពកែប្រែដែលមានដូចជាបារអាហារដ្ឋាន clinic ថែរក្សាសម្ផស្សហើយនិង spa តែអ្វីៗអ្នកហោះហើរអាចរស់នៅទីនោះបានចំណែកឯទូប្រុសយើងកំពុងតែធ្វើការ check in ទៅលើជើងហោះរបស់គាត់ដោយសារតែទំនេរពីការងារគាត់ទៅសម្រាប់ចិត្តហោះទៅរកប្រពន្ធកូនគាត់វិញបន្តមកទៀតយើងក៏បានឃើញកូនហើយនិងប្រពន្ធរបស់គាត់កំពុងតែធ្វើការ check in ទៅលើជើងហោះនោះដែរដែលគាត់ត្រូវត្រឡប់ទៅវិញបន្ទាប់ពីពិនិត្យភ្នែករបស់កូនស្រីរបស់គាត់តើនេះជារឿងចៃដន្យឬយ៉ាងណាតោះតាមដានសាច់រឿងបន្តជាមួយ admin ទាំងអស់គ្នាបន្ទាប់ពី check in ហើយយើងក៏បានឃើញអ្នកដំណើរកំពុងតែចូលយន្តហោះម្ដងម្នាក់ដើម្បីចូលទៅកាន់កៅអីរៀងៗខ្លួនហើយសងនៅលើយន្តហោះនោះក៏បានត្រួតពិនិត្យទៅលើជើងហោះនោះដើម្បីបញ្ជាក់ថាការហោះហើរនោះទៅបានដោយរលូនបន្តមកទៀតយើងក៏បានឃើញកាប៊ីនគ្រូកំពុងតែដើរមើលនៅលើយន្តហោះប៉ុន្តែចៃដន្យឃើញបរិមម្នាក់គាត់បានទុកកាតាបនៅក្រោមជើងរបស់គាត់បន្តមកទៀតគាត់ក៏ចង់យកកាតាបនោះទៅដាក់លើធ្នើរនៅលើយន្តហោះប៉ុន្តែបរិមនោះធ្វើកាយវិការចម្លែកដែលមិនចង់ឲ្យនារីម្នាក់នោះប៉ះកាតាបរបស់គាត់ឡើយបន្តមកទៀតយើងក៏បានឃើញទូប្រុសកំពុងតែដើរទៅមកទប់តាក់តែដល់ពេលគាត់ងើយទៅលើទៅគាត់ក៏បានឃើញប្រពន្ធរបស់គាត់នៅលើជណ្ដើរនោះហើយនេះមិនមែនជារឿងចៃដន្យទេដោយសារអ្នកទាំងពីរបានណាត់គ្នាដើម្បីកក់ជើងហោះទៅជាមួយគ្នាតាមពិតទៅប្រពន្ធរបស់គាត់នៅមានទំនាក់ទំនងតាមឆាតជាធម្មតាទេប៉ុន្តែគ្រាន់តែរយៈពេល20ឆ្នាំនេះគាត់មិនដែលបានឃើញមុខគ្នាឡើយបន្តមកទៀតអាហារថ្ងៃត្រង់ក៏បានមកដល់ហើយបានឃើញបរិមម្នាក់កំពុងតែញ៉ាំបាយប៉ុន្តែគាត់បានហូតកែតុកមកឃើញកំភ្លើងមួយដើមនៅទីនោះយើងមិនដឹងថាគាត់លាក់កំភ្លើងនោះដើម្បីធ្វើអ្វីនោះទេបន្តមកទៀតសាច់រឿងរបស់យើងក៏បានបន្តមកដល់កូនហើយនិងប្រពន្ធរបស់តួប្រុសតែម្ដាយរបស់គាត់កំពុងតែមកកូនស្រីដើរទិញទឹកអប់បន្តមកទៀតតួប្រុសរបស់យើងក៏បានមកលួចមើលកូនស្រីរបស់គាត់ផងដែរប៉ុន្តែគាត់មិនបានប្រាប់កូនស្រីរបស់គាត់នៅឡើយដោយសារតែកូនស្រីរបស់គាត់គឺនៅខឹងនឹងគាត់នៅឡើយបន្តមកទៀតសាច់រឿងរបស់យើងក៏បានកាត់ទៅដល់បរិមម្នាក់ដែលបានលាក់កំភ្លើងនៅក្នុងកែតុកនោះហើយគាត់មិននឹងជាបែកម៉ាស្អីទេគាត់បានទៅរករឿងនារីដែលបម្រើសេវានៅលើយន្តហោះនោះឲ្យចាក់ស្រាឲ្យគាត់មួយកែវហើយមួយកែវទៀតបន្តមកទៀតមានបរិមម្នាក់ដែលអង្គុយជិតបរិមម្នាក់នោះដើម្បីមកធ្វើអន្តរាគមន៍ចៃរ៉នណាបែកម៉ានោះយកដបស្រានោះបែកក្បាលបែកនោះឡើងបែកខ្ចាយហើយបានធ្វើឲ្យអ្នកដំណើរនៅលើយន្តហោះនោះមានភាពភ័យស្លន់ស្លោជាខ្លាំងហើយក៏មានគ្រូរបស់យើងក៏បានទៅហៅសងសងនៅលើយន្តហោះនោះដើម្បីមកធ្វើអន្តរាគមន៍បន្តមកទៀតអាប៉ែមួយទៅអាប៉ែបែកម៉ាយយកដបមកវាយនៅក្បាលនោះបានដកកំបិតមួយមកចាក់សងសងពីក្រោយខ្នងកន្លែងនេះហើយទៅធ្វើឲ្យយើងដឹងថានៅលើយន្តហោះនេះសិតតែគ្នាវាទាំងអស់សូម្បីតែកាប៊ីនគ្រូ security ហើយនិង pilot គឺវាផ្លាស់ប្ដូរទាំងអស់ហើយកម្រងរបស់ពួកនោះគឺវាចង់ប្លន់លុយ$500 លានពីអគ្គនាយករបស់ airline នោះពួកវាបានទេទៅរកប្រពន្ធរបស់អគ្គនាយកនោះដើម្បីផ្ទេរលុយ$500 លានទៅឲ្យពួកវាក្នុងរយៈពេល30នាទីបើមិនចឹងទេពួកវានឹងសម្លាប់ប្តីរបស់គាត់ហើយនឹងអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះនោះទាំងអស់កាមេរ៉ាប្រពន្ធរបស់អគ្គនាយកវិញគាត់បានប្តឹងប៉ូលីសពិសេសមួយក្រុមដើម្បីមកជួយអន្តរាគមន៍រឿងនេះហើយពួកវាបានទេវីដេអូខលទៅរកប្រពន្ធរបស់អគ្គនាយកម្ដងទៀតដើម្បីគម្រាមឲ្យបាញ់លុយឲ្យពួកវា$500 លានក្នុងរយៈពេល30នាទីគាត់មិនធ្វើតាមអ្វីដែលពួកវានិយាយទេពួកវានឹងសម្លេះប្តីរបស់គាត់ចោលបន្តមកទៀតពួកវារៀបនឹងបាញ់ប្រពន្ធហើយនឹងកូនតួប្រុសទៅហើយដើម្បីគម្រាមអគ្គនាយកនោះដើម្បីបាញ់លុយពួកវាប៉ុន្តែចៃដន្យហើយអគ្គនាយកនោះបានយល់ព្រមតាមសំណើរបស់វាហើយរឿងនេះក៏បានកាន់មកដល់តួប្រុសវិញដែលគាត់អង្គុយនៅផ្នែកមួយទៀតនៃយន្តហោះទូប្រុសរបស់យើងបានស្គាល់ឃើញថាមានបរិមម្នាក់ធ្វើកាយវិការចម្លែកបានចែករបស់វ័យមួយទៅឲ្យបរិមម្នាក់ទៀតបន្ទាប់ពីការសង្ស័យរបស់គាត់នោះគាត់បានមកជួបកាប៊ីនគ្រូម្នាក់ដើម្បីឲ្យកាប៊ីនគ្រូនោះធ្វើការតាក់ទងនៅលើយន្តហោះតែអាចតាក់ទងបានអត់ប៉ុន្តែប្រព័ន្ធទំនាក់ទំនងនៅលើយន្តហោះនោះហាក់បីដូចជាកាត់ផ្ដាច់ទាំងអស់បន្តមកទៀតទូប្រុសរបស់យើងបានឃើញនារីម្នាក់លឹបឡនៅក្រោយយន្តហោះទូប្រុសរបស់យើងក៏បានតាមដាននារីអ្នកនោះហើយបានដឹងថានារីអ្នកនោះគឺមានបំណងអាក្រក់អ្វីមួយនៅលើយន្តហោះនេះហើយការប្រយុទ្ធមួយក៏បានកើតឡើង
ហើយទូប្ររបស់យើងក៏សម្លែងម្នាក់នោះបានសម្រេចបន្តមកទៀតពួកវាបានព្យាយាមតាក់ទងទៅអ្នកស្រីនឹងប៉ុន្តែអ្នកស្រីនឹងគ្មានការឆ្លើយតបសោះនៅពេលដែលពួកវាមកដល់វាបានឃើញថាអ្នកស្រីនោះបានជារយមាត់ហើយដូច្នេះទៅវាវាយអេកូទៅប្រាប់មេរបស់វាបានបញ្ជាឲ្យកូនចៅទាំងអស់ដើម្បីតាមរកថាពីណាគេអ្នកសម្លេះម្នាក់ស្រីនោះឆៃដល់អីទូប្ររបស់យើងក៏បានសម្លាប់ចោលម្ដងម្នាក់ ប្រមាទូប្ររបស់យើងក៏បានឡើងធ្នើរបស់យន្តហោះដើម្បីមើលស្ថានភាពជាក់ស្ដែងណាមួយទូប្ររបស់យើងក៏អាចលាក់ខ្លួនពីពួកចោរប្លន់នោះបានដែរតែសោយអីទូប្ររបស់យើងកំពុងតែវានៅលើធ្នើយន្តហោះនោះក៏តាក៏បានតាក់ហើយពួកចោរនោះវាលឺសំឡេងអ្វីមួយនៅលើធ្នើយន្តហោះដល់ពេលអញ្ចឹងវាបាញ់យកដែលធ្វើឲ្យទូប្រប៊ីនឹងត្រូវរបួសតែធ្វើឲ្យអ្នកហោះនៅលើយន្តហោះនោះមានភាពភ័យខ្លាចជាខ្លាំងបន្តមកទៀតទូប្ររបស់យើងក៏បានលបចូលមកហើយសម្លេះពួកវាបានម្នាក់ទៀត ហើយសាច់រឿងរបស់យើងក៏បានកាន់មកដល់ប្រពន្ធហើយនឹងកូនរបស់ទូប្រុសតែពួកគាត់មានភាពភ័យខ្លាចជាខ្លាំងតំណាងល្អឲ្យទូប្រុសរបស់យើងបានរើបានអេកូមួយដែលពួកក្មេងៗវាលេងហើយវាបោះចោលពេលនោះហើយដែលគាត់ដឹងថាកូនស្រីរបស់គាត់គឺអ្នកទទួលអេកូនោះកន្លែងនេះហើយដែលទូប្រុសរបស់យើងស្រាវភាពថាគាត់ជាឪពុករបស់គេក្នុងនៅពេលដែលគាត់និយាយអេកូនោះក៏មានចោរម្នាក់ដែលចូលមកដល់កន្លែងគាត់តមកការប្រយុទ្ធក៏បានកើតឡើងដល់ទៀត 在吗？你会发挥啊！ ទូប្រុសសម្លេះគ្នាវាបានម្នាក់ទៀតគឺមេរបស់វាគឺខឹងខ្លាំងមែនទែនតែមេរបស់វាបានដឹងហើយថាប្រពន្ធកូនរបស់ទូប្រុសក៏នៅលើយន្តហោះនេះដែរតែសយធំអីអាមេខ្លោងហ្នឹងវាបានបញ្ជាកូនចៅវាទៅដល់រកឆាត់យកបន្ទាប់វាបានលុយវានឹងលោតចុះពីលើយន្តហោះនោះតាមទៀតកូនចៅរបស់វាបានឆែកកាបូបទាំងអស់នៅលើយន្តហោះនោះហើយវាបានឃើញថាកាបូបរបស់ទូប្រុសគឺមានរូបថតរបស់ប្រពន្ធហើយនឹងកូនរបស់គាត់មេធំរបស់វានេះវាបានបញ្ជាកូនចៅវាចាប់ប្រពន្ធរបស់ទូប្រុសដើម្បីយកទៅរំលោភដើម្បីបង្ខំទូប្រុសប្រកួតឆាត់យកឲ្យវាតែសយធំអីទូប្រុសរបស់យើងកំពុងតែនៅលើធ្នើយហោះ ដូច្នេះក៏បានចូលមកធាក់អាចោលឡើងប៉ើងហើយមេខ្លោងរបស់វាក៏បានចាប់កូនស្រីរបស់គាត់ដើម្បីយកមករៀមដើម្បីឲ្យទូប្រុសប្រគល់ឆាត់យកឲ្យវាទូប្រុសរបស់យើងក៏បានឲ្យវាដល់លែងកូនស្រីរបស់គាត់សិនបើមិនចឹងទេគាត់នឹងបាញ់ទម្លាយឆាត់យកនោះចោលតែកូនស្រីរបស់គាត់គឺឆ្លាតមែនទែនគាត់បានវាដៃអាចោលនោះដើម្បីរកទៅដល់ប៉ារបស់គាត់ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បន្ទាប់ពីបាញ់គ្នាទៅវិញទៅមកទូប្រុសរបស់យើងក៏បានជួយកូនហើយប្រពន្ធរបស់គាត់បានសម្រេចតែនេះហើយជារយៈពេល8ឆ្នាំដែលគាត់បានឃើញមុខរបស់កូនជិតៗបែបនេះព្រោះទូប្រុសរបស់យើងបានត្រឹមតែលួចមើលកូនពីចម្ងាយតែប៉ុណ្ណោះមិនមែនតែកូនគាត់ហូរទឹកភ្នែកទេសូម្បីអេដមីនសម្រាយនេះក៏ហូរទឹកភ្នែកដែរបន្ទាប់ពីបាញ់បោះគ្នាទៅវិញទៅមកអគ្គនាយករបស់យើងក៏មានឱកាសតាក់ទងមកប្រពន្ធរបស់គាត់តែសុយធំអីគាត់ទៅនិយាយបានពី1ម៉ាត់ពួកចៅនោះក៏បាញ់គាត់មួយគ្រាប់តែសំណាងល្អអីទូប្រុសរបស់យើងបានមកជួយ CEO នោះទាន់ បន្ទាប់ពីប្រយុទ្ធជាមួយពួកនោះរួចទូប្រុសរបស់យើងក៏ជួយ CEO នោះបានសម្រេចតាមទៀតទូប្រុសរបស់យើងក៏បានរៀបចំផែនការជាមួយ CEO នោះដើម្បីឲ្យគាត់មានឱកាសទៅសម្លេះ Pilot ខ្លាំងៗដើម្បីឲ្យគាត់បានគ្រប់គ្រងយន្តហោះវិញតែថា CEO របស់យើងគឺជាអ្នកគ្រប់គ្រងពលានហោះមួយទាំងមូលអញ្ចឹងគាត់អាចមានសមត្ថភាពបើកយន្តហោះបាន CEO របស់យើងក៏មានឱកាសសម្រាប់ Pilot ខ្លាំងៗហើយគាត់ក៏មានឱកាសបើកបរលើយន្តហោះនោះតែចៅដល់នេះពួកអាចៅនោះក៏បានចាប់ប្រពន្ធកូនរបស់ទូប្រុសបានម្ដងទៀតដោយសារតែពួកវាខឹងទូប្រុសខ្លាំងមែនទែនដែលទូប្រុសបំផ្លាញផែនការរបស់ពួកវាហើយមេខ្លោងនោះក៏បាញ់មួយគ្រាប់ចំជើងរបស់ប្រពន្ធទូប្រុសពួកវាបានគំរាមទូប្រុសម្ដងហើយម្ដងទៀតដើម្បីឲ្យទូប្រុសប្រាប់ពួកវាថាឆាត់យងនៅទីណាដោយសារឆាត់យងនោះមានតែទូប្រុសយើងទេដែលដឹងថានៅទីណាដោយសារពីដើមរឿងមកក៏បានប្រយុទ្ធជាមួយម្នាក់ស្រីនោះហើយម្នាក់ស្រីនោះគឺជាអ្នកគ្រប់គ្រងឆាត់យងនោះដូច្នេះមានតែទូប្រុសយើងទេដែលដឹងថាឆាត់យងនោះអ្នកនៅទីណាទូប្រុសរបស់យើងដើម្បីជួយប្រពន្ធហើយនិងកូនរបស់គាត់គាត់ក៏សម្រេចចិត្តប្រាប់ពួកចៅនោះថាឆាត់យងអ្នកនៅទីណាបន្ទាប់ពីពួកនោះបានឆាត់យងពួកនោះបានបើកទ្វារយន្តហោះដើម្បីរៀបនឹងលោតទៅធ្វើឲ្យខ្យល់បុកចូលយន្តហោះខ្លាំងមែនតើនៅធ្វើឲ្យរបរនៅក្នុងយន្តហោះនោះប៉ើងទាំងអស់ទូប្រុសរបស់យើងគឺមិនឲ្យវាលោតទៅងាយៗនោះទេពេលអ្នកធ្វើដំណើរលើយន្តហោះនោះក៏បានចាប់ផ្ដើមរួមដៃគ្នាកំចាត់ពួកអាក្រក់នោះម្ដងម្នាក់តែប្រតិបត្តិគ្នាវាវល់ពេញយន្តហោះតែចៅដល់ណាឲ្យបែកមកតាំងពីដើមរឿងនោះបានធាក់កូនស្រីរបស់ទូប្រុសធ្លាក់លើយន្តហោះតែសំណាងល្អកូនស្រីរបស់គាត់បានសវេសវ៉ាហើយចាប់ខ្សែឆាត់យងនោះជាប់ទូប្រុសរបស់យើងរៀបនឹងទាញកូនស្រីរបស់គាត់ឡើងតែចៅដល់នេះមួយចិត្តអាក្រក់នោះបានដាក់គាត់មួយដៃហើយបានធ្លាក់ទៅលើយន្តហោះដែរមកមានកាប៊ីនគ្រូយើងមួយពិតជាក្លាហានមែនតើដែលគាត់សវេសវ៉ាបានឲ្យឆាត់យងមួយបន្ទាប់មកគាត់ក៏បានសម្រេចចិត្តលោទៅជួយកូនស្រីរបស់ទូប្រុសបន្តមកទៀតទូប្រុសរបស់យើងក៏បានសវេសវ៉ាឡើងតាមខ្សែឆាត់យងមកក៏បានតាក់កអាមួយចិត្តអាក្រក់ហ្នឹងទូប្រុសរបស់យើងក៏បានសម្លេះអាមួយទូចិត្តអាក្រក់ហ្នឹងបានសម្រេចតមកទៀតគាត់ក៏បានទាញអាមួយចិត្តអាក្រក់ហ្នឹងធ្លាក់លើយន្តហោះទូប្រុសរបស់យើងក៏បានសវេសវ៉ាឡើងលើយន្តហោះនោះបានសម្រេចបន្តមកទៀតយើងក៏បានឃើញកាប៊ីនគ្រូហើយនិងកូនស្រីរបស់គាត់ចុះមកដល់ដីបានសម្រេចបន្ទាប់ពីទូប្រុសយើងសវេសវ៉ាឡើងយន្តហោះវិញគាត់ក៏បានវាយអេកូទៅ CEO នោះដែលកំពុងតែបើកយន្តហោះហើយទូប្រុសរបស់យើងកំពុងតែសួរ CEO ថា CEO នោះត្រូវការអ្វីឲ្យគាត់ជួយឬមួយក៏អត់ហើយ CEO របស់យើងបានឲ្យទូប្រុសរបស់យើងជួយមើលផ្លូវឲ្យគាត់ដោយសារនៅតំបន់នោះគឺគ្មានកន្លែងចុះចតសម្រាប់យន្តហោះនោះឡើយហើយ CEO របស់យើងបានសម្រេចចិត្តចុះចតយន្តហោះនៅលើផ្លូវ highway វិញតែ CEO របស់យើងបានប្រាប់អ្នកខាងក្រមកត្រៀមឡានអគ្គិភ័យហើយនិងឡានពេទ្យយើងគិតថាមានឡានប៉ូលីសជាច្រើនដើម្បីមកជួយអន្តរាគមន៍មិនត្រឹមតែប៉ុណ្ណោះយើងក៏ឃើញឡានកុងតឺន័រ2ដែលផ្សារជាប់គ្នាដើម្បីមកជួយទ្រទ្រង់យន្តហោះថាតែយន្តហោះនោះបានខូចខាតជាខ្លាំងហើយកង់ខាងមុខក៏បានកៀងទៀតដូច្នេះមានតែវិធីមួយគត់ដែលយកកុងតឺន័រដើម្បីជួយទ្រទ្រង់នៅពេលដែលយន្តហោះនោះចុះចតកំឡុងពេលដែលចុះចតទូប្រុសរបស់យើងក៏បានព្យាយាមធាក់កង់យន្តហោះនោះដើម្បីវាចុះដែរប៉ុន្តែវាមិនចុះទេវាបានត្រឹមតែពាក់កណ្ដាលទូប្រុសរបស់យើងបានព្យាយាមម្ដងហើយម្ដងទៀតប៉ុន្តែវាមិនអាចទៅរួចនោះទេហើយ CEO នោះក៏បានតាក់ទងមកទូប្រុសរបស់យើងម្ដងទៀតដើម្បីឲ្យទូប្រុសជួយមើលគោលដៅដែលត្រូវចុះចតដោយសារមានតែទូប្រុសទេតែបានជួយគាត់មើលទីតាំងដែលចុះចតបានដោយសារយន្តហោះនោះគឺត្រូវចុះចតទៅលើកុងតឺន័រ2ដែលផ្សារជាប់គ្នាដូច្នេះគាត់ត្រូវការជំនួយពីទូប្រុសដោយសារទូប្រុសគឺនៅក្រុមយន្តហោះនោះស្រាប់អញ្ចឹងមានទូប្រុសយើងម្នាក់គាត់ដែលអាចប្រាប់គាត់ពីទីតាំងការចុះចតវិវត្ត
មកទៀតការសហការជាមួយ CEO និងតួប្ររបស់យើងក៏បានចុះចតលើកុងតឺន័របានសម្រេចប៉ុន្តែដោយសារកម្លាំងយន្តហោះនោះខ្លាំងពេកគឺมันអាចបញ្ឈប់ល្បឿនរបស់យន្តហោះនោះបានស្រួលៗនោះទេតែធ្វើឲ្យកម្លាំងយន្តហោះនោះរុញច្រានកុងតឺន័រពីរនោះកាន់តែលឿនទៅតែធ្វើឲ្យផ្លូវហើយនឹងដើមឈើអាគារជុំវិញនោះគឺខ្ទេចទាំងអស់បន្តមកទៀតល្បឿនយន្តហោះក៏បានកាត់បន្ថយម្ដងទីដែលធ្វើឲ្យក្រុមការងារអាចបញ្ឈប់ល្បឿនយន្តហោះនោះបានទាំងស្រុងបន្ទាប់ពីយន្តហោះនោះចុះចតបានសម្រេចយើងក៏បានឃើញតួប្ររបស់យើងលូនចេញពីយន្តហោះនោះដើម្បីរត់ទៅរកប្រពន្ធរបស់គាត់បន្តមកទៀតគាត់ក៏បានលើកាប៊ីនគ្រូដែលបានជួយកូនស្រីរបស់គាត់ស្រែកហៅគាត់ហើយកាប៊ីនគ្រូរបស់យើងបានប្រាប់កូនស្រីរបស់គាត់ថាប៉ានិងម៉ាម៉ានៅទីនោះតួប្ររបស់យើងរត់យ៉ាងលឿនសម្ដៅទៅរកកូនស្រីរបស់គាត់តួប្ររបស់យើងបានអោបកូនស្រីរបស់គាត់ឡើងណែនហើយនេះជាពេលវេលាដំបូងនៃរយៈពេល8ឆ្នាំដែលគាត់បានអោបកូនស្រីគាត់បែបនេះប្រពន្ធរបស់គាត់ឃើញបែបនេះក៏បានសម្រក់ទឹកភ្នែកយ៉ាងសប្បាយចិត្តតែគាត់បានឃើញគ្រួសាររបស់គាត់ជួបជុំគ្នាម្ដងទៀតហើយសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់អញ្ចឹងអេដមានសង្ឃឹមថាបងប្អូននឹងជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត